ជំរាបសួរលោកគ្រូខ្ញុំឈ្មោះទូចសេរីពលមកពីក្រុម SU3 ហើយថ្ងៃនេះខ្ញុំមកធ្វើការ final project គឺតាក់ទងអំពី API service អញ្ចឹងនៅក្នុង customer យើងមាន function register login logging out ហើយ reset password អញ្ចឹងនៅក្នុង register យើងគឺបង្កើត account ដោយបង្កើតឈ្មោះដោយpassword 116 send message វាដាក់យើង register អញ្ចឹងដើម្បី login គឺយើងត្រូវវាយ email ហ្នឹងចង់ស័យ password 116 login send ចាចាំអញ្ចឹងយើង login ចូលយើងអាចទទួលបាន access token ដើម្បីប្រើការដើម្បី log out គឺយើងត្រូវបញ្ចូល token មកហ្នឹងចុច send នោះ account យើងនឹង log out ចេញចឹងដើម្បីធ្វើការ reset password account យើងមុនហ្នឹងត្រូវវាយបញ្ចូល token ពី password 113 send password updated ចឹងដើម្បី login មកហ្នឹងដើម្បីទទួល token ថ្មីចឹងនៅក្នុង product គឺមាន function get category list នៅក្នុងហ្នឹងយើងចុច send យើងនឹងបាន category ចំនួន8 ID ពី1ដល់8 get product list ចឹងនៅក្នុងហ្នឹងគឺមាន category លេខ4 ID เป็นចំនួនប៉ុណ្ណឹងលេខ27គឺ dality នៅក្នុងនេះគឺ function get product by category list យើងបញ្ចូល ID វាយើងយក ID លេខ2ចឹងនៅក្នុង category list ID លេខ2គឺមាន item ចំនួនប៉ុណ្ណឹងចូលដល់ function បន្ទាប់គឺ add to cart ដើម្បី add item add to cart បានយើងបញ្ចូល ID ឲ្យបានត្រឹមត្រូវដាក់ ID លេខ25 send វានឹងបង្ហាញ message ថា item យើងបាន add to cart នៅកន្លែង check out យើងត្រូវបញ្ចូល token ថ្មី send cart is shit មិននឹងប្រហែល token វា expire ចឹងយើង log in ឡើងវិញដើម្បីcopy add to cart ឡើងវិញដោយបញ្ចូល token ថ្មីហើយលេខ25ចំនួនបានចុះវាបង្ហាញ message add to cart
នៅក្នុងនេះយើងបញ្ចូល token ថ្មីដើម្បីធ្វើការ check out វានឹងបង្ហាញ message ថា check out order លេខ5ហើយនេះ total តម្លៃចូលដល់ function tracking order គឺយើងបញ្ចូល token បញ្ចូល token ថ្មីចុច send យើងនឹងទទួលបាន data របស់យើងមុនហ្នឹងហើយដើម្បី cancel card យើងបិទយើងទៅទាញយក token ថ្មីសិនយើង add to cart ឡើងវិញដោយបញ្ចូល token ថ្មីដាក់ពីចុះ send add to cart ហើយ cancel card នេះគឺយើងបញ្ចូល token ដើម្បី cancel card ថ្មី send ចឹងយើងបញ្ចូល ID របស់ដែលយើងត្រូវ cancel មកហ្នឹងចឹង item ID លេខ25វា deleted ចឹងចូលទៅក្នុង admin function admin login នេះជា email របស់ admin ចុច send យើងទទួលបាន token របស់ admin នៅក្នុង function បន្ទាប់គឺ admin logout ដើម្បី logout យើងត្រូវ pass token របស់ admin ចុច send យើងនឹងទទួលបាន message ថា admin logging out success ចូលដល់ admin category យើងត្រូវបញ្ចូល token របស់ admin ថ្មីនេះយើងត្រូវបញ្ចូលឈ្មោះ category ថ្មីដែលយើងចង់បង្កើតដាក់ថា key ចុច send ចឹងkey យើងគឺ ID លេខ9 message created នៅក្នុង check user ដើម្បី check user ទាំងអស់យើងត្រូវ pass token ថ្មីចូល send នេះគឺជា user មុននឹងដែលយើងបង្កើតអញ្ចឹងបើយើងចង់ edit user យើង pass token របស់ admin send អូ send ចឹងuser លេខ9វាធ្វើការយើងដូរឈ្មោះមកនឹង edit user ចឹងនៅក្នុង function បន្ទាប់គឺ delete user ចឹងដើម្បី delete user យើងត្រូវ pass token របស់ admin យើង delete user លេខ ID លេខ9ចុច send ចឹងដើម្បី check user ចឹងuser ID លេខ9យើងធ្វើការ deleted function បន្ទាប់គឺ add product
នៅក្នុង function add product គឺយើងត្រូវ pass token ថ្មីហើយនេះជារបស់ដែលយើងចង់ add បញ្ចូលថែមយើងចុច send ទៅនោះ item ID យើងនឹងបានបញ្ចូលវានឹងបង្ហាញនៅផ្ទៃការ creative ចូលដល់ edit product pass token របស់ admin យើងបញ្ចូល ID មុនរបស់ product មុនហ្នឹងហើយអានេះយើងកែប្រែទៅតាមហ្នឹងដាក់អត់ចុះ stop send អញ្ចឹងproduct ID លេខ34វា update success យើងចូលទៅកាន់ delete product ម្ដងនៅក្នុងនោះយើងត្រូវការបញ្ចូល token របស់ admin ថ្មីយើងធ្វើការដាក់ ID product មុនហ្នឹងអញ្ចឹងproduct ID លេខ34វាត្រូវ deleted នៅក្នុង function បន្ទាប់គឺ check order អញ្ចឹងនៅក្នុង check order យើងបញ្ចូល token send យើងនឹងទទួលបាន ID order ទាំងអស់នៅក្នុង function ចុងក្រោយគឺ report detail យើងបញ្ចូល token របស់ admin ហើយ ID លេខ1 send វានឹងបង្ហាញ ID លេខ1 detail ទាំងអស់របស់ ID លេខ1អរគុណលោកគ្រូ